ចាសសូមអញ្ញាតរជម្រាបសួរលោកតាលោកយាយពុកម៉ែមេមេបងប្អូនសូមចាសស្ដាប់វីដេអូទាំងអស់គ្នាណាចាសសូមស្វាគមន៍មកកាន់เพจរសជាតិជីវិតនៅ Channel YouTube ដែលមានឈ្មោះថាសុខតីដោយនាងខ្ញុំបានបង្ហាញលើវីដេអូអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាបើបានឃើញហើយកុំភ្លេចចុចជាម្នាក់មួយផងណាណាប់ចាំដល់វីដេអូទាំងអស់គ្នាសូមអរគុណទៅជាមុនអញ្ចឹងនេះមកជួយវីដេអូថ្មីបាននាងខ្ញុំគឺនាងខ្ញុំធ្វើជាមួយនឹងសម្លស្ងោរជ្រក់ត្រយូងចេចាពុកម៉ែបងប្អូននាងខ្ញុំខានញ៉ាំយូរចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយអង្គុយសុកសុកឃ្លានព្រោះអីគេបានត្រយូងចេកមួយមកឡើងធំល្អពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងដើម្បីកុំឲ្យចាំយូរទៅមើលពីគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាជាដំបូងគឺនាងខ្ញុំមានជាមួយទឹងត្រយូងចេកមួយផ្លែហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាយកមកកាត់តាមចំណងចំណូលចិត្តណាប្រវាយណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយយើងដាក់ត្រាំទឹកបាទនាងខ្ញុំរៀងក្រហមទីសារនាងខ្ញុំដាក់ក្រូចឆ្មាំងស្ទើពុកម៉ែបងប្អូនទាំងអស់គ្នាចាតែមិនជាអ្វីទេមិនក្រហមខ្លាំងផងខាងនេះវិញគឺនាងខ្ញុំមានជាមួយឆ្អឹងជំនីជ្រូកយើងកាត់ដុំតូចៗល្មមណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយមានជាមួយនឹងម្ទេសហើយនឹងខ្ទឹមសចិញ្ច្រាំចង់ស្អកកទៅហើយពុកម៉ែបងប្អូននាងខ្ញុំដាក់ដាំខ្ទះក្តៅមកពេលខ្ទះក្តៅចាក់មួយប្រេងឆាកូរឲ្យសព្វមកពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយទុករៀងក្តៅនៅពេលដែលប្រេងឆាយើងចាប់ដាំក្តៅហើយយើងក៏ចាប់ដាំធ្វើការដាក់ខ្ទឹមដើម្បីបំពងពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងយើងឆាត្រឡប់ចុះត្រឡប់ឡើងឲ្យខ្ទឹមយើងក្រហមទៅនៅពេលដែលខ្ទឹមក្រហមយើងចាប់ដាំដាក់មួយស្អាតឆ្អឹងជំនីយើងដើម្បីធ្វើការឆាអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាឆាចុះឆាឡើងឲ្យចូលជាតិគ្នាល្អហើយមើលថាឆ្អិនប្រហែល 50% ហើយយើងដាក់គ្រឿងទេសមកបងប្អូនមានដូចជាប៊ីចេងមានជាមួយនឹងស្ករសមានទឹកត្រីអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាដាក់មុខតិចមកតាមចំណង់ចំណូលចិត្តទៅរសជាតិទៅបងប្អូនទាំងអស់គ្នាចាតាមតិចយើងធ្វើការឆាត្រឡប់ចុះត្រឡប់ឡើងឲ្យសាច់យើងចូលជាតិមួយគ្រឿងទេសបងប្អូនទាំងអស់គ្នាចាហើយយើងនឹងធ្វើការចាក់ទឹកដើម្បីយើងរំងាស់ឲ្យឆ្អឹងជ្រូកយើងឆ្អិនល្អអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាយើងចាក់ទឹកមកល្មមសមគួរទៅបងប្អូនមើលថាប៉ុណ្ណាក្រន់បងប្អូនចាក់ប៉ុណ្ណឹងទៅចាហើយទៅយើងរំងាស់មិនតិចទៅព្រោះនៅពេលពុះយើងឆ្អិនហើយយើងធ្វើការចាក់យងចេកចូលមកបងប្អូននេះយងចេកយើងមកផ្លែទេគឺឆ្អិនហើយឥឡូវនេះនៅឆ្លៀតពេលដែលសម្លនឹងដាក់ស្ងោរចោលនឹងខ្ញុំក៏មកបុកជាមួយនឹងខ្ទឹមហើយនឹងសណ្តែកដីបងប្អូនទាំងអស់គ្នាចានៅពេលដែលដាក់បុកសណ្តែកដីម៉ត់ហើយនឹងខ្ញុំក៏ដាក់មួយខ្ទឹមយើងបងប្អូនទាំងអស់គ្នាចាឥឡូវនេះដាក់ខ្ទឹមចូលហើយនឹងខ្ញុំធ្វើការបុកចាំមើលបងប្អូននេះលទ្ធផលបានចេញមកហើយគឺបែបហ្នឹងបងប្អូនហើយយើងមានជាមួយក្រូចឆ្មាដើម្បីជ្រក់បងប្អូនទាំងអស់គ្នាចាហើយនឹងខ្ញុំក៏ដួសដាក់ចូលក្នុងសឡស្ដាយបងប្អូននេះមានជីវងចាឥឡូវនេះពេលយើងដួសដាក់ក្នុងឆ្នាំងស្លហើយធ្វើការកូរឲ្យសព្វបងប្អូននិយាយថាក្លិនឈ្ងុយខ្លាំងមែនតើណាអ្នកចំណាំបងប្អូនគ្នាចាឥឡូវនេះខ្ញុំក៏បានដួសដាក់ចានដែរហើយយើងរោយបន្ថែមទឹកបន្តិចសម្រាប់យើងរោយពីលើទៀតណាបងប្អូនហើយមានជីរោយពីលើថែមទៀតទៅនិយាយថាឆ្ងាញ់អស់ស្ទះបងប្អូនអើយចាធ្វើការចំបាច់ក្រូចឆ្មាមកហើយបងប្អូនទាំងអស់គ្នាចាថ្ងៃនេះបងប្អូនទាំងអស់គ្នាបានមកពីគេដែរគឺខ្ញុំបានជាមួយនឹងស្ងោរជ្រក់យងជេចឹងបងប្អូនទាំងអស់គ្នាចាអាចដូរសឡគ្នាបានទេណាប់ចំណាប់ដូងទាំងអស់គ្នាចាមកអញ្ជើញញ៉ាំបាយមួយនេះខ្ញុំបងប្អូនណាប់ចំណាប់ដូងទាំងអស់គ្នាចាលើកទឹកមាត់ដល់ពុកម៉ែបងប្អូនចាអញ្ចឹងវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះខ្ញុំតាមដានរហូតដល់ចប់ជូនពុកម៉ែបងប្អូនរហូតទៅទីមកគ្រប់ក្រុមគ្រួសារធ្វើដំណើរមកណាជួបទៅសុខសុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីពុកម៉ែបងប្អូនទាំងអស់គ្នាចាចូលសម្លេងមានអារម្មណ៍ថារៀងហត់ពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយណាណាប់ចំណាប់ដូងទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ